ប្រពន្ធមកអត់ទេអូនជួយឈាមកាត់ចេញអូនបាទចំណុចដែលបុកនេះគាត់បុកចំពីខាងក្រោយនៃរថយន្តស៊េរីទំនើបហ្នឹងតែម្ដងបាទបណ្ដាលឲ្យរថយន្តស៊េរីទំនើបហ្នឹងគឺមានការបែកកាងបែកកញ្ចក់បាទផ្ទាំងខាងក្រោយហើយម៉ូតូបាទដួលនៅចំណុចកន្លែងកើតហេតុតែមនុស្សបាទស្លាប់ក្បែរនឹងម៉ូតូតែម្ដងហើយម៉ូតូពាក់ស្លាកលេខភ្នំពេញបាទ 1LW បាទ18និង54បាទប្រភេទម៉ូតូស៊េរីសង់បាទបុកយ៉ាងពេញទំហឹងបាទតិចផ្នែកខាងមុខតែម្ដងហើយមនុស្សបាទស្លាប់ភ្លាមយ៉ាងណាធំបាទនេះខាងមុខនៃម៉ូតូបាទបុកយ៉ាងពេញទំហឹងបាទម៉ូតូមិនសូវអីប្រហែលនេះបាទខូចខាតតិចតួចដែរទេប៉ុន្តែមនុស្សបាទត្រូវបានស្លាប់បាត់ទៅហើយធ្វើការនៅមានជាខ្លួនដើរផ្ទះនៅម្ដងណាវិញផ្ទះខ្ញុំនៅខាងសន្តិកាយតែគាត់កំណត់នៅកុំចាមហើយមិនដឹងតាមណាដែរថាគាត់ខាងបងតាមទូរស័ព្ទប្តីខ្ញុំមានគេខលតែខ្ញុំអូហើយចឹងគាត់ត្រូវជាមួយត្រូវជាប្តីអត់ត្រូវជាប្រពន្ធគាត់អូបងឯងត្រូវជាប្រពន្ធគាត់ចាតែឥឡូវយើងត្រូវយកសពគាត់ធ្វើបុណ្យទៅណានៅស្រុកកំណើតឬក៏នៅស្រុកកំណើតបងអត់เคยទទួលដំណឹងព្រាមបងចេញមកព្រាមតែម្ដងគេទេប្រាប់បងតែលេខទូរស័ព្ទរបស់ប្តីបងចាហើយទូរស័ព្ទប្តីខ្ញុំគឺបងស្រីអត់ទូបងកូននៅណាកូនមួយនៅផ្ទះអាយុប្រហែលជាប្រហែលណាបងកូនខ្ញុំ3ឆ្នាំស្រីផងស្រីគាត់មានទទួលដំណឹងថាប៉ាបានអត់ទាន់ដឹងតែខ្ញុំទេទៅម៉ែបង្កើតខ្ញុំនៅកំពង់ធំអូច្បាស់នេះកូននៅស្រុកណាបងចាខ្ញុំមកធ្វើការនៅភ្នំពេញនេះទាំងអស់គ្នាដើម្បីបានប្រាក់ជួយទៅចិញ្ចឹមកូនចាតែឥឡូវអាមិនដល់ប្រាក់បងអង្គការទៅពេទ្យអង្គការយកលុយទិញដូចទេចាបាទខំទាំងស្ដីទាំងប្រពន្ធឡើងមកទីក្រុងភ្នំពេញដើម្បីធ្វើការរកលុយបាទបងអង្គការនឹងចិញ្ចឹមកូនបាទតែឥឡូវអកុសលទៅបានស្លាប់បាត់បង់អាយុជីវិតបាទដោយសារតែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាទប្តីបានស្លាប់បាត់ទៅហើយបាទឥឡូវយើងឃើញថាត្រង់ចំណុចនៃទីតាំងកន្លែងកើតហេតុបាទប្រពន្ធយំអោបសពប្តីបាទមើលទៅពិតជាសោកសង្វេងខ្លាំងមែនទែនបាទពីនេះប្តីប្រពន្ធខំមកពីខេត្តបាទដើម្បីទីក្រុងភ្នំពេញដើម្បីធ្វើការបាទរកប្រាក់ចិញ្ចឹមកូនតូចបាទអាយុ3ឆ្នាំនៅឯស្រុកហើយនឹងដោះបំណុលអង្គការឥឡូវខេត្តបែរជាបានមកជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បាទប្តីស្លាប់ចោលប្រពន្ធយ៉ាងអាណត្តិធំនៅលើផ្លូវសហព័ន្ធនទីបាទប្រពន្ធយំអោបសពប្តីបាទនេះយើងឃើញហើយពិតជាអាណិតគាត់ខ្លាំងមែនតើខាងក្រោយជាខាងស្ដាំគឺគាត់យើងបាទរងខាត់បាទឥឡូវយើងឃើញថាប្រពន្ធបាទនៅត្រង់ចំណុចកន្លែងការហេតុនេះគឺអោបសពប្តីបាទឈៀងប្រឡាក់ពេញខ្លួនតែម្ដងតែតក់ស្លុតបាទអារម្មណ៍របស់គាត់មែនទែនដែលបាត់បង់ប្តីរបស់គាត់បាទដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាទឥឡូវនេះសាកសពត្រូវបានសមាជិកនិងបងប្អូនប្រជាពលរដ្ឋបាទនាំមួយជួយផ្សាយយកចូលខាងសិនបាទដោយសារតែហេតុការណ៍ខាងលើនេះគឺមានការកកស្ទះខ្លាំងពេកបាទដោយហេតុការណ៍ខាងលើនេះគឺម៉ូតូបាទហើយនឹងរថយន្តគឺនៅនឹងសំកណ្ដាលថ្នល់តែម្ដងហើយមនុស្សបាទស្លាប់នៅក្បែរនឹងម៉ូតូហ្នឹងអញ្ចឹងហើយមានការកកស្ទះបាទជិត1ម៉ោងហើយអញ្ចឹងសមាជិកបង្ខំចិត្តត្រូវបាញ់ថ្នាំបាទនៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុដើម្បីចំណាំហើយធ្វើការលើកសពរបស់អែបចូលខាងនិងយកមកជួបាយរថយន្តហើយនឹងម៉ូតូយកអែបចូលខាងសិនដើម្បីបញ្ជានៃការកកស្ទះហើយឲ្យចរាចរណ៍បាទដំណើរការធម្មតាឡើងវិញបាទហើយសមាជិកយកម៉ូតូយកអែបចូលខាងនេះហើយពណ៌មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនម្ដងត្រង់ចំណុចនេះទីតាំងកន្លែងការហេតុខាងលើហ្នឹង